សូមនមស្ការចំពោះគុណបរតនត្រ័យដោយសេចក្តីជ្រះថ្លានិងគោរពសូមប្រគេនពរលោកប្អូនចម្រើនពរញាតិញោមជាពុទ្ធបរិស័ទស្រីប្រុសទាំងអស់ដែលមានសទ្ធាជ្រះថ្លាក្នុងការចម្រើននៅសមាធិដែលជាបច្ចេកទេសមួយដ៏ប្រសើរក្នុងការអប់រំចិត្តចឹងនៅពេលនេះញាតិញោមទាំងអស់គ្នាកំពុងតែចម្រើននៅព្រះកម្មដ្ឋានមួយគឺការដើរចង្ក្រង់ការដើរចង្ក្រង់នេះទៅតាមគម្ពីរគឺមានបច្ចេកទេសច្រើនប៉ុន្តែយើងសិក្សានៅទីនេះជាដំបូងគឺយើងឲ្យញាតិញោមទាំងអស់គ្នានឹងព្យាយាមដឹងនៅដំណើរនៃការដើររបស់យើងទាំងអស់គ្នានឹងមិនលឿនពេកហើយក៏មិនយឺតពេកហើយព្យាយាមប្រមូលចិត្តនឹងមកដឹងនៅសកម្មភាពនៃការដើររបស់យើងនឹងតាំងពីរបៀបនៃការលើកជើងដាក់ជើងទៅវិញយ៉ាងណានោះយើងព្យាយាមដឹងក៏ព្យាយាមដឹងដើម្បីងាយស្រួលក្នុងការប្រមូលចិត្តឲ្យនៅមួយកន្លែងគ្រូកម្មដ្ឋានខ្លះឲ្យយើងនឹងដាក់ចិត្តនឹងនៅបាតជើងរបស់យើងពេលដែលប៉ះទៅនឹងកម្រាលពីព្រោះការប៉ះគឺជាចំណុចមួយដែលងាយឲ្យយើងនឹងបានប្រមូលអារម្មណ៍នឹងមកដឹងនៅដំណើរនៃការដើររបស់យើងបានប៉ុន្តែការដើរនេះដើម្បីឲ្យคล้ายទៅជាការដើរដល់ប្រសើរទៅតាមឱវាទរបស់ព្រះសម្មាសម្ពុទ្ធព្រះអង្គឲ្យយើងដើរនឹងប្រកបដោយសតិបញ្ញារលឹកដឹងនៅក្នុងដំណើរដែលយើងដើរនឹងហើយព្យាយាមអប់រំចិត្តនឹងមិនឲ្យរត់ទៅអតីតកាលមានការព្រួយបារម្ភពីរឿងនេះរឿងនោះដែលបានធ្វើហើយមិនបណ្ដោយឲ្យចិត្តនឹងទៅខ្វល់ខ្វាយបារម្ភពីរឿងអនាគតនឹងកើតឡើងឬក៏មានចិត្តគម្រោងចង់ធ្វើយ៉ាងណាហើយពេលខ្លះទៀតអារម្មណ៍ផ្សេងដែលកើតនៅក្នុងបច្ចុប្បន្នដូចជាសំឡេងនេះសំឡេងនោះពេលខ្លះយើងដើរដោយបើកភ្នែកចឹងទៅវាមានការរំខានចិត្តជាពុទ្ធជនហ្នឹងវាអាចមានការរំខានពីអ្នកដើរចិត្តដើរមុខដើរក្រោយអីចឹងទៅវាជាចំណីមួយដើម្បីឲ្យចិត្តរបស់យើងនឹងរៀងមិនស្ងប់ដែរពេលខ្លះហ្នឹងក៏ជាហេតុនៅក្នុងរាងកាយរបស់យើងក៏បានឈឺស្ពឹករួយក្តៅត្រជាក់អីហ្នឹងវាអាចមាននៅក្នុងរាងកាយរបស់យើងទៅក៏ជាការរំខានក៏វាជាការរំខានអញ្ចឹងទោះបីជាមានអាការៈរំខានច្រើន
ប្រភេទណាក៏ដោយមានប្រការផ្សេងយ៉ាងណាក៏ដោយញាតិញោមចេះតែលួងលោមចិត្តសម្រួលចិត្តនឹងឲ្យមកដឹងនៅការដើររបស់ញាតិញោមចឹងទៅដូចជាយើងវឹកហាត់មើលដង្ហើមចឹងគុណធម៌ចិត្តតែយើងត្រូវមាននឹងគឺដូចគ្នាដែរត្រូវបំពេញដោយសទ្ធាណាពីព្រោះដើរនេះអាចคล้ายជាបុណ្យបានតើតែយើងដើរដោយសទ្ធាជឿជាក់ថាយើងដើរមួយជំហាននេះគឺយើងរៀនដើរទៅតាមធម៌ដ៏បរិសុទ្ធរបស់ព្រះសម្មាសម្ពុទ្ធការដើរចង្ក្រមនេះគឺជាប្រពៃណីជាទម្លាប់របស់ព្រះអរិយបុគ្គលទាំងឡាយអញ្ចឹងយើងជឿយើងជ្រះថ្លាញាតិញោមណាស់ហើយក៏ញ៉ាំងឲ្យមាននៅឆន្ទៈកុសលឆន្ទៈនឹងគឺស្រឡាញ់ពេញចិត្តនៅក្នុងការចម្រើនកុសលនឹងដើរមួយជំហានដែលយើងដឹងដោយសទ្ធាដោយឆន្ទៈនៅក្នុងសេចក្តីល្អនេះគឺចម្រើននៅបុណ្យនឹងជារឿយបងយើងធ្លាប់តែដើរចោលដើរគិតនេះគិតនោះដើរកំសាន្តនៅពេលនេះយើងកំពុងតែរៀនដើរទៅតាមធម៌របស់ព្រះអង្គដើរតាមព្រះសម្មាសម្ពុទ្ធដើរតាមព្រះបច្ចេកពុទ្ធដើរតាមព្រះអគ្គសាវកទាំងឡាយបងពេលដែលយើងពិចារណាចឹងទៅធ្វើឲ្យយើងនឹងមាននៅសេចក្តីរីករាយបាមុជ្ជៈនឹងវាកើតឡើងថាមួយជំហានដែលយើងដើរនេះមិនមែនអត់ប្រយោជន៍ទេហើយញាតិញោមជាអ្នកប្រាថ្នានៅសេចក្តីសុខជាអ្នកប្រាថ្នានៅបុណ្យណាស់មួយថ្ងៃចង់បានបុណ្យចង់បានសេចក្តីសុខត្រូវហើយគឺការដើរនេះគឺជាការសន្សំនៅសេចក្តីសុខសន្សំនៅបុណ្យម្ដងបន្តិចចឹងហើយបានព្រះអង្គមិនឲ្យយើងនឹងប្រមាទមើលងាយមើលស្រាលនៅបុណ្យតិចតួចក៏ដោយបុគ្គលដែលមានបញ្ញាពរតិធិរោបញ្ញស្សៈនឹងធោកធោកាំងពិអាជីណាំងនឹងបណ្ឌិតអ្នកប្រាជ្ញអ្នកឆ្លៀសអ្នកមានបញ្ញានឹងបុណ្យនឹងតិចក៏ដោយប៉ុន្តែសន្សំម្ដងបន្តិចដោយសារដឹងថាបុណ្យជាច្រើនដែលកើតឡើងនឹងវាអាស្រ័យពីបុណ្យតិចនឹងហើយសុខោបញ្ញស្សឧច្ចយោនឹងគឺបុណ្យនឹងវាខ្ពង់ខ្ពស់វារីកចម្រើនញ៉ាំងឲ្យមានសេចក្តីសុខបានគឺវាកើតឡើងពីអតិចនឹងហើយដូចញាតិញោមសន្សំប្រាក់សន្សំលុយអញ្ចឹងវាមិនរកស៊ីភ្លាមនឹងវារាប់លានរាប់ម៉ឺនដុល្លារអីភ្លាមនោះទេបន្តិចមួយថ្ងៃនឹងក៏100 200អ្នកខ្លះក៏1000អញ្ចឹងទៅតិចអញ្ចឹងទៅយ៉ាងណាមិញបុណ្យនឹងដូចគ្នាសេចក្តីល្អនឹងដូចគ្នាអញ្ចឹងយើងជាអ្នកប្រាថ្នានៅសេចក្តីសុខជាអ្នកប្រាថ្នានៅបុណ្យនឹងគឺតើតែយើងសន្សំណាអញ្ចឹងយើងធ្វើនេះមិនអត់ប្រយោជន៍ទេទោះបីជាមិនអាចដឹងគ្រប់ជំហានក៏ដោយយើងដើរបាន100ជំហានយើងបានដឹង10ជំហាន20 30ហ្នឹងក៏វាជាប្រយោជន៍មួយដ៏ល្អនៅក្នុងជីវិតរបស់យើងតែជាអ្នកគោរពស្រឡាញ់នៅព្រះពុទ្ធសាសនាមានការខុសត្រូវយ៉ាងណានៅក្នុងដំណើរនៃជីវិតក៏ដោយប៉ុន្តែ2ម៉ោង3ម៉ោងនេះយើងលះបង់គ្រប់យ៉ាងដើម្បីសន្សំនៅបុណ្យកុសលហើយវាក៏ដូចជាបារមីគេហៅថានេក្ខមៈបារមី
និក្ខមបារមីគឺសន្សំចិត្តនឹងមិនអោយវង្វេងមិនអោយធ្លាក់ចុះនៅក្នុងកាមគុណបងអញ្ចឹងយើងការបណ្ដុះចិត្តឲ្យធ្ងន់ជាមួយកុសលនេះក្នុងគម្ពីរក៏រាប់ចូលដែរថាជានិក្ខមបារមីបងជានិក្ខមបារមីអញ្ចឹងញាតិញោមសន្សំមួយជំហាននេះព្រះដ៏មានព្រះភិក្ខព្រះអង្គថាសម្រេចនៅអានិសង្ឃអានិសង្ឃ5ឯណោះទី1ញាតិញោមធ្លាប់ដឹងហើយគឺជាបុគ្គលដែលមានកម្លាំងកាយកម្លាំងចិត្តនឹងអាចដើរផ្លូវឆ្ងាយបានបងទី2ព្រះអង្គថាជាបុគ្គលដែលមានសេចក្តីអត់ធន់អត់ធ្មត់ច្រើនក្នុងការបំពេញកិច្ចទាំងឡាយដូចជាការចម្រើនសមាធិអីជាដើមចឹងទៅបណ្ដុះនៅសេចក្តីអត់ធន់អត់ធ្មត់ច្រើនបន្តមកទៀតគឺការដើរចង្ក្រមនេះញ៉ាំងឲ្យគឺប្រព័ន្ធកិនអាហាររបស់យើងនឹងមានសុខភាពល្អអាហារដែលកិនមិនម៉ត់ឬក៏មិនមានការដើរខ្យល់អីស្រួលបួលក្នុងកាពះក្នុងពោះវៀនហ្នឹងគឺការដើរចង្ក្រមជារឿយនេះក៏ជាការជួយសម្រួលដែរបងបន្តមកទៀតព្រះអង្គថាញ៉ាំងឲ្យមានសុខភាពល្អសុខភាពផ្លូវកាយផងសុខភាពផ្លូវចិត្តផងចុងក្រោយព្រះអង្គសម្ដែងថាចិត្តស្ងប់សមាធិចិត្តដែលកើតឡើងពីការដើរចង្ក្រមនេះគឺមានការថិតថេរនឹងណច្រើនបងអញ្ចឹងនេះជាអានិសង្ឃនៃការដើរចង្ក្រមអញ្ចឹងញាតិញោមទាំងអស់គ្នាជាអ្នកប្រាថ្នានៅបុណ្យនៅអានិសង្ឃនៅសេចក្តីសុខនេះតិចក្តីច្រើនក្តីទោះបីជាពិបាកយ៉ាងណាស្ងប់ខ្លះអត់ខ្លះហ្នឹងក៏ចេះតែព្យាយាមលួងចិត្តនឹងធ្វើចិត្តនឹងឲ្យស្មើបងស្មើឲ្យសបាយនៅក្នុងកុសលហ្នឹងបងតើតែមានសទ្ធាឆន្ទៈនេះមុះមុតណាស់បានចិត្តស្ងប់ហ្នឹងវាអាចកើតឡើងបានពីព្រោះការអប់រំចិត្តនេះវាពិបាកព្រោះហេតុអីញាតិញោមពីព្រោះចិត្តហ្នឹងវាចិត្តកន្លែងហ្នឹងព្រះអង្គសំដៅទៅលើកិលេសទុរៈខੰពិបាកថែរក្សាណាវាជារឿងកម្រណាអញ្ចឹងយើងអាចថែរក្សាបានមួយខណៈនេះគឺព្រះអង្គហៅថាជាមេធាវីជាអ្នកប្រាជ្ញជាបណ្ឌិតជាបុគ្គលដែលមានបញ្ញាអញ្ចឹងញាតិញោមកំពុងបំពេញនេះគឺជាបុណ្យកុសលគឺជាទម្លាប់ប្រពៃណីដ៏ល្អរបស់ព្រះរាជបុគ្គលទាំងឡាយហើយគឺជាបញ្ញកិរិយាប្រកបដោយញាណសម្ពយុត្តប្រកបដោយបញ្ញាពីព្រោះយើងធ្វើនឹងទៅតាមឱវាទរបស់ព្រះសម្មាសម្ពុទ្ធ